ប៉ុន្តែបើយើងចង់ set ទំហំឲ្យវាគឺយើងដាក់ width មកអូខេខ្ញុំដាក់ width 100% នៃ100% នៃនេះមកនៃ screen របស់យើងមកអញ្ចឹងនេះ width 100% ណាអូខេហើយហើយខ្ញុំដាក់ auto ទៅមិនបាច់ដាក់ក៏បានប៉ុន្តែយើងដាក់ទៅឲ្យច្បាស់លាស់អញ្ចឹងខ្ញុំដាក់ auto ណាហើយខ្ញុំដាក់ auto អូខេហើយបន្ទាប់មកនៅពេលដែលយើងនេះយើងចង់ដឹងអា box នេះគឺយើងអត់តន់ដឹងថាវាទំហំរបស់ box ហ្នឹងប៉ុណ្ណាដែរយើងឃើញតែអក្សរវាទេអញ្ចឹងបើយើងចង់ឃើញទំហំរបស់វាគឺយើងដាក់ background color ឲ្យវាដែរមកដើម្បីឲ្យឃើញណាអូខេអញ្ចឹងដើម្បីដាក់ឲ្យ box បើយើងដាក់ box យើងសរសេរ B1 ខ្លះរបស់យើងគឺ B1 អញ្ចឹងណាអញ្ចឹងយើងត្រូវសរសេរចំនួន5បានហើយយើងវាយកូដ5ដងគ្រប់លក្ខណៈដែលយើងដាក់5ដងប៉ុន្តែយើងអត់សរសេរអញ្ចឹងទេគឺយើងសរសេរចេះវិញណាយើងសរសេរ container មករួចហើយយើងវាយសញ្ញាធំជាងរួចហើយយើងយក div អញ្ចឹងមកហើយយើងដាក់ចេះណាអញ្ចឹង container គឺនេះអាមួយនេះ container គឺអាធំនេះណានេះអាធំនេះដល់តំណែងហ្នឹងអានឹង container ហើយបន្ទាប់មកនៅពេលយើងដាក់ div គឺវាចាប់អា div នេះ div ទាំង5នេះណាអូខេចាប់ div ទាំង5ហ្នឹងអញ្ចឹងនេះឃើញទេចាប់ div ទាំង5ហ្នឹងអញ្ចឹងនៅពេលហ្នឹងយើងចង់ដាក់ background color ឲ្យ box 1 box 2ហ្នឹងគឺយើងវាយតែ background color មកអូខេ background color មកវានឹងចេញឲ្យអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ red ណាអូខេឃើញទេអញ្ចឹងនៅពេលដែលយើងដាក់ background color អញ្ចឹងវានឹងចេញ red អញ្ចឹងប៉ុន្តែយើងឃើញវាជាប់គ្នាយើងអត់ដឹងថា box 1 box 2 box 3ហ្នឹងវាទំហំប៉ុណ្ណាបើវាជាប់គ្នាអញ្ចឹងដើម្បីឲ្យវា clear គ្នាគឺយើងប្រើនេះយើងមេរៀនមុនគឺតាក់ទងទៅនឹង margin ណាយើងសេ margin មកអូខេ margin បើយើងទៅសេតែមួយគឺវាក្តោបឲ្យហើយយើងទៅសេ margin ខ្ញុំដាក់ 5px មកអូខេយើងទៅមើលមេរៀនចាស់តើយើងទៅសេ1វាបានន័យថាម៉េចសេ2បានន័យថាម៉េចសេ3បានន័យថាម៉េចអីទៅសេតាមហ្នឹងទៅអូខេតោះហើយវានឹង click គ្នាប៉ុណ្្នឹងហើយគឺ margin នេះវា click គ្នាប៉ុណ្្នឹងប៉ុន្តែយើងអត់ចង់បាន box ហ្នឹងវែងអញ្ចឹងទេយើងចង់បានទំហំវាខ្លីៗអញ្ចឹងយើងត្រូវដាក់អីឲ្យវាយើងដាក់ width ណាអូខេយើងដាក់ width អញ្ចឹង width ខ្ញុំដាក់400ទៅ40ទៅ 40px ណាអូខេឃើញទេ 40px ហើយខាងបញ្ឈរមានន័យថាកម្ពស់ខ្ញុំដាក់ 30px ទៅដើម្បីឲ្យមើលទៅវាសមគ្នាបន្តិចអូខេខ្ញុំដាក់ប៉ុណ្ណឹងណា